បាទសួស្តីបងប្អូនថ្ងៃនេះយើងមកចេញជាមេរៀនមួយទៀតហើយតាក់ទងជាមួយនឹងការរលួយជាមួយ website ផ្សេងៗហើយឲ្យយល់ដឹងពីតន្ត្រីអញ្ចឹងមុននឹងបងប្អូនមកយល់ដឹងពីតន្ត្រីបងប្អូនត្រូវតែមកកលេចមើលនេះបងប្អូននេះជា channel YouTube ថ្មីរបស់ខ្ញុំមួយបងប្អូនណានេះជា channel YouTube ថ្មីមួយបងប្អូនchannel យូរដែរបងប្អូន channel នេះបង្កើតយូរដែរហើយដោយសារខ្ញុំវាទុកចោលអញ្ចឹងណាខ្ញុំក៏បានមកធ្វើជានេះខ្ញុំបង្កើត2020បងប្អូនណាកើត2020ហើយអញ្ចឹងបងប្អូនមកកលេចមើលបងប្អូននេះបងប្អូននេះជា link ក្រុម Telegram ណាបងប្អូនណៃថ្មីដោយតែចាស់ក៏ដោយដែលគាត់មិនយល់ដឹងពីតន្ត្រីបងប្អូនអាចjoinជាកូនក្រុម link Telegram មួយនេះជាកូនក្រុមទេបងប្អូនណានេះជាកូនក្រុមតូចមួយទេតែខ្ញុំបង្កើតនេះបង្កើតដើម្បីចង់បង្កើតក្រុមមួយដើម្បីឲ្យបងប្អូននឹងស្វែងយល់ពីតន្ត្រីច្បាស់ហើយបងប្អូនដែលឆ្ងល់កន្លែងណាបងប្អូនអាចឆាតសួរខ្ញុំផ្ទាល់បានខ្ញុំនឹងបកស្រាយគ្រប់រាល់បញ្ហាដែលបងប្អូនមិនយល់តែខ្ញុំសូមបញ្ជាក់ថាខ្ញុំស្វែងយល់តែពីបញ្ហាលើ website ផ្សេងៗបងប្អូនណាតែបើរឿងអីផ្សេងខ្ញុំអត់សូវដឹងទេខ្ញុំយល់កន្លែងណាខ្ញុំចេះប៉ុណ្ណាខ្ញុំប្រាប់បងប្អូនពីបញ្ហាកន្លែងហ្នឹងហើយបងប្អូននឹងចូលដល់វគ្គមេរៀននេះបងប្អូនjoinទៅបងប្អូនណា join ក្រុម Telegram ទៅហើយអញ្ចឹងបងប្អូនចូលដល់មេរៀនបងប្អូនមើលទៅណាបងប្អូនបាទសួស្តីបងប្អូនថ្ងៃនេះខ្ញុំបានមកចេញជាមេរៀនថ្មីមួយទៀតហើយដែលតាក់ទងនឹងការរលួយជាមួយ website ណាបងប្អូនហើយនេះជា website ធុនខបងប្អូនណាហើយនេះក៏ជា website ថ្មីរបស់ខ្ញុំដែរតាក់ទងជាមួយធុនខហើយអញ្ចឹងបងប្អូនអាចថ្មីទាំងអស់ដែលគាត់ចង់រៀនឬក៏មិនយល់ត្រង់ណាបងប្អូនអាចជាន់ជាក្រុម Telegram របស់ខ្ញុំនៅក្នុង channel YouTube របស់ខ្ញុំមេរៀនថ្មី MMO ហើយខ្ញុំនឹងព្យាយាមផលិតជាមេរៀនថ្មីតាក់ទងជាមួយ website ដែលធ្វើរាល់ថ្ងៃនេះខ្ញុំកាន់តែចង់បញ្យល់បងប្អូនថាយើងកុំទុកពេលវេលាទំនេរណាបងប្អូនយើងឆ្លៀតពេលធ្វើវាខ្លះទៅវាគ្រាន់តែបានពេលក្រោយហើយមួយទៀតហើយបងប្អូនចង់ធ្វើតន្ត្រីបងប្អូនត្រូវតែព្យាយាមមិនបងប្អូនត្រូវតែធ្វើតន្ត្រីហ្នឹងជាផលិតដោយដៃខ្លួនឯងណាបងប្អូនហើយចម្រៀងនេះខ្ញុំបានផលិតដោយដៃខ្លួនឯងណាបងប្អូនណានេះខ្ញុំបានយកចេញពី AI មកទេតែខ្ញុំបានផលិតដោយដៃខ្ញុំបានយកមកកែនៅក្នុង FL Studio បងប្អូននេះវាបានចេញ live បងណាតែមួយបទទេដាក់ single បទទេហើយមួយទៀតបងប្អូនកុំបញ្ញាប់មិនបើសិនបងប្អូនបុកនេះបងប្អូនបុកខ្លាំងធ្វើឲ្យ website យើងខូចចឹងណាបងប្អូនណានេះហើយនេះក៏ជាជំរាបរបស់ខ្ញុំតូលបងប្អូនណា single ឡើយខ្ញុំដាក់តែមួយបទទៀតទេខ្ញុំដាក់ឲ្យរងចាំពេលដែលវា live បងប្អូនពេលវាចេញ live ចឹងមកចាំយើងដាក់មួយទៀតតែបងប្អូនត្រូវតែព្យាយាមថាមិនតើយើងជាម្ចាស់កម្មសិទ្ធិបញ្ញាពិតប្រាកដឬមួយក៏ជាជំរាបរបស់ AI អញ្ចឹងណាហើយដោយសារឥឡូវនេះខាង website ទាំងអស់វាចាប់ខ្លាំងបងប្អូនតែនេះវា support នេះវា support ថានេះវា slow នេះ Google slow មិនអញ្ចឹងណាវាឲ្យវា support ជាមួយនឹងធុនខបងប្អូនតែខ្ញុំដាក់ទៅមកមិនអីខ្ញុំដាក់ទៅបរាជ័យដាក់ទៅនេះបងប្អូនពេលដាក់ទៅនេះវាជាប់ក្រហមវាចេញ district ក្រហមហ្នឹងតែខ្ញុំដឹងពីរបៀបការលុបចេញកុំឲ្យរហមហើយខ្ញុំដឹងពីរបៀបក្នុងការស្នើឲ្យ account ធុនខបងប្អូនមកវិញជាធម្មតាវិញបងប្អូនណាខ្ញុំអាចស្នើបានណាខ្ញុំអាច support ជាមួយក្រុមហ៊ុនខ្ញុំអាចធ្វើឲ្យ account យើងដែលឡើងក្រហមអញ្ចឹងណាវាឡើងក្រហមចេះឡើងក្រហមអញ្ចឹងណាខ្ញុំអាចធ្វើឲ្យ account បងប្អូនអាចមកដើរជាធម្មតាវិញបានហើយតម្លៃសេវាខ្ញុំយកតិចតួចទៅបងប្អូនដោយសារខ្ញុំការស្នើសុំរៀងយូរដែរអញ្ចឹងណាខ្ញុំវាមិននេះទេបងប្អូនត្រឹមកាហ្វេមួយកែវហ្នឹងបងប្អូនណាខ្ញុំអាចជួយស្នើឲ្យបងប្អូន account ធុនខបងប្អូនអាចមកប្រើការបានជាការធម្មតាវិញបងប្អូនតែបងប្អូនត្រូវតែ send Gmail ហ្នឹង password Gmail ឲ្យខ្ញុំអញ្ចឹងបងប្អូនណាមិនថាយកបងប្អូន account បងប្អូនហើយយកមកកាន់នៅក្នុងដៃជាប់រហូតទេអត់ទេបងប្អូនគាត់តែបងប្អូន send Gmail ហើយខ្ញុំរៀបចំស្នើសុំហើយបងប្អូន pay លុយខ្ញុំមកខ្ញុំនឹង remove ចេញពីក្នុង account បងប្អូនវិញអញ្ចឹងណានេះបងប្អូននេះគាត់ថាទេបងប្អូនពេលយើងលុបទៅវាអត់បាត់ទេបងណារយៈពេលមួយខែក្រោយឬក៏មួយសប្តាហ៍វានឹងបាត់ចេញពីកន្លែងហ្នឹងអញ្ចឹងបងណានេះ account នេះដំបូងណាបងប្អូន account នេះជា account របស់មិត្តភក្តិខ្ញុំអញ្ចឹងណាជា account មិត្តភក្តិរបស់ខ្ញុំអញ្ចឹងណាហើយគាត់ក៏បានខូចអញ្ចឹងណា account ខូចផតចេញទេបងប្អូនរយៈពេលមួយសប្តាហ៍គាត់ផតចេញទេហើយវាជាប់ក្រហមនេះបងប្អូនណាវាជាប់ក្រហមអញ្ចឹង account នេះគាត់ក៏រវល់ពេកបងប្អូនណាគាត់រវល់ធ្វើការងារបើកឡានអីអញ្ចឹងណាគាត់បើកឡានដឹកអីវ៉ាន់អីតាមខេត្តអញ្ចឹងគាត់អត់សូវមានពេលធ្វើគាត់ក៏ជា account នេះមកឲ្យខ្ញុំវិញ account នេះបងប្អូនហើយ account នេះគាត់បាន upgrade ឡើងរហូតទៅដល់ចំនួនទី3គាត់មិនធ្វើចំនួនទី1ទេអញ្ចឹងបងប្អូនដែលចង់ចាប់ដើមលើតន្ត្រីឲ្យយល់ច្បាស់ពីតន្ត្រីថាតើតន្ត្រីវាយ៉ាងម៉េចអញ្ចឹងបងប្អូនមិនសិនជាអាចបងប្អូនកុំផលិតចម្រៀង AI អីតែបើយើងផលិតចម្រៀង AI
បងប្អូនត្រូវតែមិនបងប្អូនត្រូវតែយកចម្រៀងហ្នឹងមកកែច្នៃវាយ៉ាងម៉េចក៏ដោយកុំឲ្យខាង website គេចាប់បានបងប្អូនណាកុំឲ្យខាង website ធុនខឬក៏ website វាចាប់បានថានេះជារបស់ AI អញ្ចឹងបងប្អូនគ្រាន់តែយកសំឡេងពីតន្ត្រីមកពីខាង website AI មកបងប្អូនយកមកកែនៅក្នុង SL Studio បងប្អូនលុបអាតន្ត្រីចាស់វាចោលទៅហើយសម័យនេះបងប្អូនមានបាក់ទេបងប្អូនណាបងប្អូនព្យាយាមកាត់បន្ថយដូចជាក្នុងការយុបរិយក្នុងការផឹកស៊ីចាយដើរលេងបងប្អូនកាត់បន្ថយវាទៅបងប្អូននឹងមានលុយយកមកធ្វើតន្ត្រីនេះហើយបងប្អូនសំវាទៅណាបងប្អូនថាឥឡូវថាតន្ត្រីវាមិនបងប៉ុន្មានមួយឆ្នាំដូចជា60 រៀលអញ្ចឹងទៅចឹងបងប្អូនកាត់បន្ថយទៅបងប្អូនអាចធ្វើតន្ត្រីនេះជាការងារក្រៅម៉ោងបងប្អូនណាពេលដែលយើងមានចំណូលពីអាហ្នឹងបងប្អូនណាពេលដែលបងប្អូនមានចំណូលពីអាហ្នឹងបងប្អូនអាចមានលទ្ធភាពនៅតែក្នុងផ្ទះបងប្អូនណានៅក្នុងដូចខ្ញុំអញ្ចឹងហ៎ខ្ញុំនិយាយទៅថ្ងៃបងប្អូនអត់សូវមានពេលតំណាអីគេទេណាធ្វើការងារផ្ទះណៃទីទុយហើយចូលមកក្នុងបន្ទប់បើកកុំព្យូទ័រធ្វើតន្ត្រីហើយមួយទៀតបងប្អូនវាបានស្ថា support ជាមួយនឹង Google Slow នេះបងប្អូនតែចម្រៀង AI ហ្នឹងខ្ញុំដាក់ AI សុទ្ធខ្ញុំអត់កែណាខ្ញុំបានធ្វើតាមការណែនាំរបស់គេធ្វើពឹបដាក់ពឹបហើយបងប្អូននឹងមិនឲ្យ24ម៉ោងវា restrict ចេញវិញឡើងក្រហមនេះឡើងក្រហមជាប់ផុសចេញណាខ្ញុំក៏បានដាក់ពាក្យស្នើទៅក្រុមហ៊ុនគេខ្ញុំបានថាយើងសរសេរណាយើងសរសេរដាក់ទៅស្នើទៅវាក៏បានឲ្យយើងមកផុសវិញ្ញាការធម្មតាវិញអញ្ចឹងណាបងប្អូនដោយបញ្ជាក់ប្រាប់បងថាមុននឹងចង់ធ្វើតន្ត្រីរកលុយតាម website តន្ត្រីហ្នឹងបងប្អូនត្រូវតែយល់ឲ្យច្បាស់ពីតន្ត្រីបងប្អូនត្រូវធ្វើយ៉ាងម៉េចក៏ដោយបងប្អូនចង់មានកម្មសិទ្ធិបញ្ញាពិតប្រាកដបងប្អូនត្រូវតែផលិតចម្រៀងពីដៃខ្លួនឯងឲ្យពិតប្រាកដខ្លួនឯងណាបងប្អូនណាបងប្អូនអ្នកខ្លះខាងបងខ្ញុំមានលទ្ធភាពបងគ្រូទេហេតុអីបាទមានលទ្ធភាពបងគ្រូសូម្បីខ្ញុំក៏គ្មានដែរបងប្អូនតែយើងសំណាបើយើងចង់ចេះរកលុយពីតន្ត្រីយើងត្រូវតែព្យាយាមអត់ធ្មត់សំលុយសំកាក់តិចតួចទៅហើយគ្រូដែលគាត់ផលិតចម្រៀង AI បងប្អូនបងត្រឹម1វគ្គហ្នឹងតែ$50ទេបងប្អូនមកចេះ$50ទេហើយរៀនបានជារៀងរហូតហើយយើងអត់យកកន្លែងណាយើងមិនយកកន្លែងណាយើងអាចស្នើសុំសួរគាត់បានបងប្អូនណាយើងអាចសួរគាត់បន្ថែមគាត់ប្រាប់រហូតគាត់អត់មានដែរលាក់ទុកហ្នឹងទេបងប្អូនដោយសារគាត់ក៏ជាអ្នកផលិតចម្រៀងតន្ត្រី AI ដូចគ្នាដែរតែគាត់អាចយកចម្រៀងពី AI តន្ត្រីហ្នឹងយកមកកែបងប្អូនណាយកមកកែដើម្បីរកចំណូលពី AI ដូចគ្នាអញ្ចឹងគាត់មានមេរៀនរបស់គាត់ហើយគាត់មិនអាចចែកមេរៀនព្រីបានទេហើយដូចជាមេរៀនដូចខ្ញុំបញ្ចេញរាល់ថ្ងៃនេះខ្ញុំគិតថាជាគ្រូដែលម្នាក់ដែលចង់ចែកចម្លែកព័ត៌មានល្អៗបងប្អូនចង់ធ្វើបានចង់ឲ្យចេះរកលុយពីចម្រៀងមិនចង់បងប្អូនខ្មែរយើងទុកពេលទំនេរចោលម្ដងផ្ទះមើលទូរស័ព្ទលេងតែហ្គេមមើល TikTok ហើយអត់មានធ្វើអីចឹងណាអញ្ចឹងខ្ញុំចង់បងប្អូនយើងកូនខ្មែរយើងមួយចំនួនចេះរកលុយតាម website ដូចប្រទេសគេដែរអញ្ចឹងបងប្អូនហើយនេះបងប្អូននិយាយថាតន្ត្រីពេលដែលវានេះបងប្អូនពេលដែលយើងមានចំណូលលុយហើយវានឹងចូលកន្លែងនេះឲ្យយើងឃើញលុយបងប្អូនណាឲ្យឃើញលុយហើយនេះជា view កន្លែងនេះយើងឆែកមក view បានបងប្អូនណារយៈពេល1ខែបងប្អូនណារយៈពេល1ខែយើងនឹងមានចំណូលយើងឃើញឬក៏3ខែអញ្ចឹងបងប្អូននិយាយតែគោលការណ៍ក្រុមហ៊ុនរបស់គេហ្នឹងរយៈពេល3ខែហើយបងប្អូននេះវាគិតជាការបោកបញ្ឆោតបងប្អូនណានេះគិតតែជាការបោកបញ្ឆោតទេតិចថាងក្រុមហ៊ុនធុនខវាបាន support ជាមួយនឹងGoogle Slow Mix Slow អញ្ចឹងណាហើយបងប្អូនថាងតិចចាស់ច្រឡំដាក់ថាងបងប្អូនខ្ញុំដាក់ឲ្យខ្ញុំដាក់ជំនាញចូលខ្ញុំអត់មានអានកែទេបងប្អូនប្រយ័ត្នស្ដាយក្រោយបងប្អូនដែលមិនចង់ស្ដាយក្រោយបងប្អូនមើលមេរៀននេះដល់ចប់សិនបងប្អូននឹងដឹងថាចាយ៉ាងម៉េចហីខ្ញុំធ្លាប់បានធ្វើបងប្អូននិយាយទៅមុនខ្ញុំម្នាក់ចិត្តតែចេញមេរៀននេះឲ្យបងប្អូនមើលបងប្អូនមុនតែខ្ញុំសម្រេចចិត្តចេញមេរៀននេះបងប្អូនខ្ញុំបានពិសោធន៍ក្នុងការធ្វើហើយខ្ញុំបានយកចម្រៀងចេញពី Slow នេះ Google Slow Mix ហ្នឹងយកមកដាក់នៅក្នុងចម្រៀងបងប្អូនពេលយើងធ្វើឲ្យមិនស្អាតបងប្អូនខ្ញុំអត់កែណាខ្ញុំធ្វើឲ្យស្អាតហើយខ្ញុំយកមកដាក់តែម្ដងដាក់បងប្អូននឹង24ម៉ោងវាចេញថាចម្រៀងរបស់អ្នកជាចម្រៀង AI តែខ្ញុំអត់បានថតទុកបងប្អូនខ្ញុំបាន screenshot ទុកបងប្អូនមើលទេវាបានជាប់បងប្អូនណាវាបានជាប់នៅនឹងតែម្ដងជាប់ឡើងក្រហមបងប្អូនឡើងក្រហមតែជាមួយចាំខ្ញុំមក screenshot ជាចុងវីដេអូឲ្យបងប្អូនមើលណាខ្ញុំសល់បងប្អូនមើលឃើញឯក្រហមតែបងប្អូនហើយខ្ញុំក៏បានរៀបចំ support ជាមួយខាង support គេហ្នឹងហើយស្នើសុំ account ហ្នឹងបងប្អូនពេលដែលវាជាប់ចឹងបងណាពេលដែលវាជាប់ចឹងយើងមិនអាចផុសចម្រៀងបានទេណាពេលដែលវាជាប់ក្រហមនេះយើងមិនអាចផុសបានទេលុះត្រាតែបងប្អូនដាក់ស្នើសុំបងប្អូនមិនដាក់ស្នើសុំទេ account បងប្អូននឹងទៅស្រុកហើយណាបងប្អូនណាហើយដូចខ្ញុំប្រាប់បងប្អូនចឹងខ្ញុំទទួលក្នុងការដាក់ស្នើសុំដើម្បីឲ្យ account បងប្អូនមកវិលត្រឡប់ធម្មតាវិញតម្លៃហ្នឹងបងប្អូនវាមិនច្រើនទេវាលើសកាហ្វេមួយកែវតិចតួចបងប្អូនណាដោយសារយើងធ្វើការស្នើសុំនេះវាយូរដែរអញ្ចឹងណាយើងស្នើសុំស្អីទៅតែរយៈពេលធ្វើបានយើងអាចស្នើសុំទៅក្រុមហ៊ុន support ជាមួយក្រុមហ៊ុនហ្នឹងយើងអាចធ្វើឲ្យចម្រៀងយើងវិលមកផុសបានវាធម្មតាហើយបងប្អូនឯថ្មីបើមិនយល់ត្រង់ណាបងប្អូនអាច comment នៅក្នុងវីដេអូហ្នឹងឬក៏អាចចូលទៅក្នុង
join នៅក្នុងក្រុម Telegram បងប្អូនគាត់ឆែកនៅ profile channel YouTube របស់ខ្ញុំទៅបងប្អូននឹងឃើញក្រុម Telegram មួយបងប្អូន join ទៅបងប្អូនអាចសួរព័ត៌មានបន្ថែមហើយវាគាត់ជាកូនក្រុមមួយតូចតាចមួយហ្នឹងគាត់ជាកូនក្រុមថ្មីមួយខ្ញុំបង្កើតឡើងដើម្បីបងប្អូនយើងចេះរកលុយនិងរកចំណូលទាំងអស់គ្នាកែលោកបងប្អូនគ្រូសាបងប្អូនអាចធូរស្វាងអាចធូរស្បើយជាងមុនអញ្ចឹងណាហើយអញ្ចឹងបងប្អូនកាត់បន្ថយណាបងប្អូនណាកាត់បន្ថយទី1មិនក្នុងការជួបជុំក្នុងការជក់បរិយដូចជាអីផ្សេងៗបងប្អូនណាយើងបែរមករកលុយពីតន្ត្រីដូចគ្នាវិញអញ្ចឹងបងប្អូនមិនយល់បងប្អូនអាចឆាតសួរនៅក្នុងក្រុម Telegram បានពីខ្ញុំបាទឆាកូក៏សូមអរគុណសូមជម្រាបលា